សួស្តីទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel មែនចាំថ្ងៃនេះខ្ញុំធ្វើវីដេអូចែកចាយអំពីរបៀប reset លេខសម្ងាត់ login របស់ SBI ណាអញ្ចឹងយើងចាប់ផ្ដើមមើលនិងធ្វើជាមួយគ្នាតជាដំបូងយើងចុចទៅលើពាក្យថាចុចត្រង់នេះប្រសិនបើភ្លេចលេខសម្ងាត់វាបញ្ចូល email ដែលយើងបានប្រើនៅពេលដែលចុះឈ្មោះជាមួយនឹង SBI ហើយចុចពាក្យទៅបន្ទាប់ហើយចាំបន្តិចគេនឹងផ្ញើលេខកូដផ្ទៀងផ្ទាត់ចូលមកក្នុង email យើងនេះលេខកូដលោតចូលមកយើងចុចបើកវាមកហើយយកវាមកវាយចូលប្រអប់ទាំង6ដែលយើងឃើញនៅលើអេក្រង់ហ្នឹងយើងអាចវាយបញ្ចូលក៏បានឬក៏ copy ក៏បានអញ្ចឹងខ្ញុំសុំ copy វាមកដាក់លេខកូដផ្ទៀងផ្ទាត់6ខ្ទង់ហើយចុចទៅលក្ខណៈចុចហ្នឹងមកហើយចុចពាក្យទៅបន្ទាប់ត្រង់ចំណុចនេះយើងចាប់ផ្ដើមបញ្ចូលព័ត៌មានដែលយើងបានចុះនៅពេលចុះឈ្មោះដំបូងគឺលេខទូរស័ព្ទឬក៏បណ្ដាញសង្គមដែលយើងបានប្រើហើយខែឆ្នាំកំណើតបញ្ចូលបានត្រឹមត្រូវហើយចុចពាក្យទៅបន្ទាប់ទៅហើយផ្ទៀងផ្ទាត់ឡើងវិញបើសិនជាត្រឹមត្រូវហើយចុចពាក្យថាកំណត់លេខសម្ងាត់ឡើងវិញគេនឹងផ្ញើលេខកូដថ្មីមកឲ្យយើងគេហៅថាលេខកូដបណ្ដោះអាសន្នយើងអាចយកវាមក log in ចូលបានអញ្ចឹងយើងចុចពាក្យត្រឡប់ទៅអេក្រង់ log ចូលនេះលេខកូដលោតមកល្មមអញ្ចឹងយើងអាចចុចបើកវាមកអញ្ចឹងអានេះគឺជាលេខកូដបណ្ដោះអាសន្នខ្ញុំ copy វាយកទៅដាក់ចាប់ផ្ដើម login បានណាអូខេអញ្ចឹងយើងបានលេខកូដហើយយើងចាប់ផ្ដើមចូលមកក្នុងកម្មវិធី SBI មកចាប់ផ្ដើម login ណាអញ្ចឹងគឺប្រអប់ទី1យើងដាក់ email ប្រអប់ទី2យើងដាក់លេខកូដដែលគេផ្ញើមកឲ្យមិញហើយចុចពាក្យចូលមកដល់កន្លែងនេះគេផ្ញើលេខកូដផ្ទៀងផ្ទាត់មកឲ្យយើងម្ដងទៀតដើម្បីបញ្ជាក់អញ្ចឹងគឺដូចលើកដំបូងអញ្ចឹងគឺគេផ្ញើចូលមកក្នុង email យកវាមកវាយបញ្ចូលមកនេះគឺលេខខ្ញុំ1320គាត់58វាយបញ្ចូលហើយចុចពាក្យទៅបន្ទាប់ទៀតទៅយើងនឹងទៅដល់អេក្រង់មួយទៀតគឺជាអេក្រង់ចុងក្រោយហើយគឺយើងកំណត់លេខកូដឡើងវិញហើយត្រង់ចំណុចនេះគឺយើងឃើញមាន3ប្រអប់គឺទី1គឺលេខសម្ងាត់បច្ចុប្បន្នគឺជាលេខបណ្ដោះអាសន្នដែលគេបានផ្ញើមកឲ្យយើងមុននោះយើងយកវាមកដាក់ចូលមកទី2គេឲ្យយើងដាក់លេខសម្ងាត់ថ្មីហើយទី3គឺបញ្ជាក់លេខសម្ងាត់ថ្មីអញ្ចឹងគឺយើងដាក់ឲ្យត្រូវទៅ3នឹងហើយចុចបើកភ្នែកបើកអីមកហើយថតវាទុកណាកុំឲ្យភ្លេចថ្ងៃក្រោយទៀតចុងក្រោយចុចពាក្យរក្សាទុកមកគឺជាការស្រេចអញ្ចឹងគឺឃើញគេដាក់ថាលេខសម្ងាត់បានផ្លាស់ប្ដូរយើងអាចចូលមកក្នុងអេក្រង់កម្មវិធីយើងបានហើយអញ្ចឹងវីដេអូគឺមានត្រឹមប៉ុណ្ណេះអរគុណច្រើនសូមជម្រាបលាកុំភ្លេចចុច Subscribe និង Like អីផងណាសួស្តីទាំងអស់គ្នាស្វាគមន៍ជាថ្មីមក